ក្នុងរយៈពេល12ម៉ោងហ្នឹងរកកាហ្វេនៅលើស្ព្រីដែលបានចូលមកខ្ញុំគឺខ្ញុំទទួលបានតែប្រាក់ចំណូល2000នេះពីមិត្តភក្តិខ្ញុំម្នាក់នេះក្នុងរយៈពេល12ម៉ោងនេះលក្ខខណ្ឌគឺងាយស្រួលទេប្រវាយគ្រាន់តែផឹកកាហ្វេជាមួយនឹងសុភាទេប៉ុន្តែបើប្រវាយផឹកកាហ្វេថែមពីសុភាខ្ញុំដកលុយប្រវាយ200000រៀលអ្នកទាំងអស់គ្នាមើលចំប្រូសាហាវប្រូដកម្ដង200,000រៀលចឹងហ្មងអត់ដកម្ដង200,000រៀលចឹងមិនគេហៅថា challenge អូខេចឹងក៏បានមិនត្រូវខ្លាចអត់ឆានែលប៉ុណ្ណឹងហើយចាំមើលក្នុងរយៈពេល12ម៉ោងនេះខ្ញុំផឹកកាហ្វេបានប្រហែល10ព្រាហើយខ្ញុំបានលុយច្រើនប៉ុណ្ណាពីមិត្តភក្តិមកខ្ញុំនិយាយទៅពេលស្កាយកម្មហ្នឹងគឺចាប់ប៉ុណ្ណាពីម៉ោង8ព្រឹកទៅរួចបញ្ចប់វិញគឺនៅម៉ោង8យប់ពេលនោះគឺថាខ្ញុំតែបានកាហ្វេមួយកែវមួយហើយនៅតាមផ្លូវហើយក៏បានធ្វើការផឹកយកតែមក2000រៀលនេះស្ព្រីទី2ក៏ដូចជា4000រៀលប្រសាទតែខ្ញុំមានអារម្មណ៍ថាគ្នាខ្លាំងពេកពេលនោះខ្ញុំបានធ្វើការផឹកយកតែមកនិយាយទៅដូចតែគ្នាបានឃើញចឹងរៀងរាល់កាហ្វេនៅលើស្ព្រីដែលបានចូលមកខ្ញុំគឺថាលោកជាតកាន់ទៅងាយស្រួលខ្លាំងមែនទែនប៉ុន្តែក៏មានលក្ខខណ្ឌមួយផងដែរបើសិនជាខ្ញុំហ៊ានតែប្រកាសកំហុសណាមួយគឺថាខ្ញុំខានលុយដល់តែ200,000រៀលណូនិយាយទៅគឺថាខុសគ្នាដល់តែ100ដងនៃលុយដែលខ្ញុំបានពីមួយស្ព្រីហ្នឹងបន្ទាប់ពីផឹកឲ្យផឹកទៀតអស់មួយស្ទុកក្រោយមកខ្ញុំក៏ផឹកបានចំនួន25ស្ព្រីខ្ញុំផឹកបាន25ស្ព្រីហើយអ្នកគ្នាដែលស្មើនឹងលុយ50000រៀលតែខ្ញុំដូចមានអារម្មណ៍ថាចង់ចាយកាហ្វេមិញនេះនិយាយទៅទោះជាខ្ញុំមានអារម្មណ៍ថារីងឆ្អែតក៏ពិតមែនក៏ខ្ញុំនៅតែជឿយើងធ្វើយ៉ាងណាប្រាស្ព្រីទៅផឹកកាហ្វេឲ្យអស់ពីមួយកោណនោះផងដែរតែពេលខ្លះប្រាស្ព្រីទៅដួសកាហ្វេមកផឹកហ្នឹងក៏មានអារម្មណ៍មួយថាពិបាកផងដែរព្រោះដោយសារពេលខ្លះក៏វាដាក់តកមកផងដែរអ្នកគ្នាបន្ទាប់ពីបុកក្នុងការផឹកទៀតទីបំផឹកកាហ្វេបានអស់ហើយនៅលើកែវខ្ញុំហើយនេះគឺជាចំនួនស្ព្រីដែលខ្ញុំបានផឹកគ្រាន់តែមួយកោណនេះគឺថាខ្ញុំផឹកឡើងចង់បែកពោះមែនតើនេះបើតែទៅរំំពេលវេលាវិញគឺម៉ោង9បាត់ហើយហើយពេលនោះក៏បានកាហ្វេកៅទី2ឬក៏បានប្រាស្ព្រីទៅផឹកទៀតឡើងដល់ទី71ស្ព្រីទី72យកទៅខ្ញុំទៅសររយៈពេល11ម៉ោងចុងក្រោយទៀតក្នុងការផឹកកាហ្វេយកលុយពីមិត្តភក្តិខ្ញុំនឹងហើយដល់ពេលផឹកកាហ្វេនេះយូរទៅគឺថាខ្ញុំផឹកកាហ្វេលេចង់ចូលហើយអ្នកគ្នាហើយខ្ញុំក៏បានសម្រាប់អស់រយៈពេលមួយស្ទូធំផងដែរបន្ទាប់ពីខ្ញុំអាចផឹកកាហ្វេវិញបានហើយខ្ញុំក៏បានធ្វើការស្វែងរកកន្លែងអង្គុយឬក៏បានបញ្ចប់កាហ្វេនៅសេសសក់តែម៉ាហ្នឹងជាមួយនឹងកែវទី2យកតែមកខ្ញុំផឹកកាហ្វេឡើងចង់បែកពោះហើយអ្នកគ្នាបាទ2កោតឯអ្នកគ្នាច្រើនខ្លាំងណាស់ហើយស្មើនោះគឺថាមក11បាត់ហើយខ្ញុំផឹកបានចំនួន131ស្ព្រីហើយពេលនោះក៏បានជាមួយនឹងកាហ្វេកែវទី3ហើយក៏បានធ្វើការត្រឡប់ទៅផ្ទះវិញរួចប្រើស្ព្រីទៅផឹកទៀតឡើងដល់ទី132ហើយចាំមើលកាហ្វេកែវទី3នេះខ្ញុំអាចផឹកបានប្រហែលស្ព្រីនិយាយទៅកែវទី3នោះមិនចាំមិនច្រើនទេគឺថាខ្ញុំក៏បានប្រើស្ព្រីទៅផឹកយកតែមកតែពេលនោះខ្ញុំបានបង្កើតកំហុសមួយបាត់ទៅហើយផ្លេចប្រើស្ព្រីផឹកអ្នកគ្នាអើយខ្ញុំខាត់ដល់200,000រៀលបាត់ហើយថាប្រើស្ព្រីនេះទៅផឹកនេះមិនត្រូវនេះឬក៏បានដាក់ចូលក្រុមមាត់ផឹកបាត់ទៅគាត់តែបាននឹងថាខ្លួនឯងអស់លុយ200,000រៀលភ្លាមគឺថាខ្ញុំប្រឹងប្រែងបុកក្នុងការផឹកខ្លាំងមែនតើហើយដើម្បីឲ្យកាន់លុយត្រឡប់មកវិញតែខ្ញុំអាចធ្វើទៅបានហើយខ្ញុំត្រូវតែប្រុងប្រយ័ត្នឲ្យកាន់តែខ្លាំងជាងមុនព្រោះដោយសារកំហុសមួយនេះគឺថាអស់លុយច្រើនខ្លាំងមែនតើហើយអ្នកគ្នានិយាយទៅកែវកាហ្វេរបស់ខ្ញុំចិត្តអស់ហើយខ្ញុំក៏បានកាន់កាហ្វេនេះចូលក្នុងបន្ទប់ទឹកឬក៏បានបញ្ចុះកាហ្វេតែប្រហែលនៅក្នុងកែវហ្នឹងឡើងទៅដល់ស្ព្រី205គឺថាម៉ោង71ហើយអ្នកគ្នាហើយចំពោះលុយដែលខ្ញុំរើបាននោះគឺ210,000អ្នកទាំងអស់នេះកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណាអរគុណច្រើនបន្ទាប់ពីខ្ញុំសម្រាប់ពីការផឹកកាហ្វេអស់រយៈពេលមួយស្ទូធំក្រោយមកស្មាននេះគឺថាម៉ោង1:40នាទីហើយនេះគឺជាកាហ្វេកែវទី4ហើយក៏បានធ្វើដំណើរទៅវត្តភ្នំនៅម៉ោង2យ៉ាងមែនអ្នកខ្ញុំចង់ញ៉ាំបាច់ខ្លាំងមែនតើបាទតែសក្តានថ្មីរយៈពេល12ម៉ោងនេះខ្ញុំផឹកបានកាហ្វេហ្នឹងបើគិតទៅ6ម៉ោងគឺបានកន្លងផុតទៅហើយខ្ញុំគិតថាសល់រយៈពេល6ម៉ោងចុងក្រោយទៀតនៃការ challenge ផឹកកាហ្វេហ្នឹងនិយាយទៅខ្ញុំកាន់កាហ្វេផឹកនេះគ្រប់ទីកន្លែងគ្រប់ពេលវេលាយកតែមកទោះជាខ្ញុំមានអារម្មណ៍ថាចង់ចាញ់កាហ្វេខ្លាំងប៉ុណ្ណាក៏ដោយក៏ខ្ញុំនៅតែប្រឹងប្រែងផឹកធ្វើម៉េចឲ្យអស់កែវទី4ហ្នឹងផងដែរស្ព្រីទី253បន្ទាប់ពីខ្ញុំប្រើស្ព្រីទៅផឹកឲ្យផឹកទៀតគឺថាកៅកាហ្វេទី4របស់ខ្ញុំចិត្តអស់ហើយខ្ញុំក៏បានធ្វើការផ្លាស់ប្ដូរទីតាំងកន្លែងផឹកឬក៏បានធ្វើការបញ្ចុះកាហ្វេកៅទី4យកតែមកចង់បាយពួយបាទ4កៅអ្នកនេះក្រោយពីមកទៀតក៏បានធ្វើដំណើរទៅដល់ហាងកាហ្វេនៅម៉ោង4ពេលនោះក៏បានជាមួយនឹងកាហ្វេកៅទី5រួចក៏បានធ្វើការផឹកតទៀតភ្លេចប្រើស្ព្រីផឹកអ្នកនេះខ្ញុំច្រឡំប្រើយកបើទៀតអស់លុយ200,000រៀលទៀតបើគិតទៅតាំងពីចាប់ផ្ដើមពេលព្រឹកមកដល់ស្មាននេះគឺថាខ្ញុំខាត់លុយអស់ប្រហែលជា400,000រៀលហើយអ្នកនេះនិយាយទៅខាត់ម្ដងគឺថាសាហាវខ្លាំងមែនតើណាបាទក្រោយពីមកទៀតអត់មានចាំអីច្រើនទេខ្ញុំក៏បានជួយខ្ញុំប្រឹងប្រែងផឹកទៀតគឺថាមិនដល់ដែរជាងពីស្ព្រីទេស្ព្រីទី328ក្រោយពីមកក៏បានតែការផ្លាស់ទីទៅកន្លែងផ្សេងទៀតរួចក៏បានកាន់កាហ្វេមួយនេះទៅដល់មាត់ទន្លេបើតែទៅនឹងសកម្មភាពរបស់ខ្ញុំនេះគឺថាខ្ញុំដើរទៅនេះដើរទៅនោះនិយាយទៅអត់តែមានផ្លូវដើរគឺថាខ្ញុំមិនដើរទៅអស់អ្នកគ្នាហើយកាហ្វេនៅលើកែវនេះគឺថាចិត្តអស់ហើយរួចខ្ញុំក៏បានបន្តក្នុងការដើរផឹកទៀតរហូតខ្ញុំទទួលបានជោគជ័យមួយកែវទៀត5កែវហើយអ្នកគ្នាបាទខ្ញុំជោគជ័យបាន5កែវហើយបាទស្មាននោះគឺថាម៉ោង5កន្លះបាត់ហើយខ្ញុំក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយក៏បានទៅដល់តែនៅម៉ោង6ល្ងាចក្រោយពីមកទៀតខ្ញុំក៏បានធ្វើការសម្រាប់ពីការផឹកកាហ្វេនៅអស់រយៈពេល1ម៉ោងទៅហើយខ្ញុំក៏បានឃើញកាហ្វេទី6នៅក្នុងទូរកនិយាយទៅខ្ញុំសតតែ1ម៉ោងចុងក្រោយទៀតទេគឺថា challenge វីដេអូនេះនឹងត្រូវបានបញ្ចប់ហើយនិយាយទៅគឺថាម៉ោង7បាត់ហើយទោះជាខ្ញុំនៅសល់រយៈពេល1ម៉ោងចុងក្រោយក៏ដោយក៏ខ្ញុំនៅតែប្រឹងប្រែងផឹកដើម្បីឲ្យកាន់លុយផងដែរហើយសូមឲ្យពេលនៅលើក្រែននេះទៀតក៏ខ្ញុំនៅតែកាន់កាហ្វេនឹងចប់ដែរមកខ្ញុំផងដែរបន្ទាប់ពីផឹកឲ្យផឹកទៀតពេលនៅរយៈពេល12ម៉ោងក៏បានឈានមកដល់ទីបញ្ចប់ពេលវេលា12ម៉ោងគឺបានកន្លងផុតហើយនៅគ្នាហើយនេះគឺជាស្ព្រីចុងក្រោយផងដែរបាទទី403ចង់ថាខ្ញុំឃ្លៀមបាយឃ្លៀមទឹកខ្លាំងមែនតើទេបាទសំលុយលឺខ្ញុំមិនចេះក្បាត់ពាក្យសម្ដីទេអូយអីយ៉ាលើសួរថាលុយនឹងក្បាត់ប្រូគាត់ថាខ្ញុំចេះក្បាត់ពាក្យសម្ដីមែនប្រូខុបប្រូឥឡូវខ្ញុំជឿជាក់ប្រូណាបាយវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ